ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅស្គាល់ខ្សែផ្លូវបុរាណមួយខ្សែដែលស្ថិតនៅទិសពាយព្យនៃក្រុងអង្គរធំដែលយើងដឹងហើយថានៅសម័យមហានគរគឺមានខ្សែផ្លូវធំចំនួន4ដែលចេញពីក្រុងអង្គរធំជាប់ទៅកាន់ក្រុងសំខាន់ឬក៏ទីកន្លែងដែលសំខាន់នៅគ្នាសម័យកាលនោះចំពោះខ្សែផ្លូវពាយព្យតែនាងខ្ញុំនាំបងប្អូនមកទស្សនានៅពេលនេះគឺជាខ្សែផ្លូវដែលតភ្ជាប់ពីក្រុងអង្គរធំឆ្ពោះទៅក្រុងភីម៉ៃដោយនៅតាមបណ្ដោយខ្សែផ្លូវបុរាណនេះគឺមានសំណង់ប្រាសាទបុរាណខ្មែរជាច្រើនដែលមានទាំងទីសក្ការៈបូជាមានទាំងសំណង់សាលាសំណាក់និងសំណង់មន្ទីរពេទ្យដោយប្រាសាទតាមាន់ធំតាមាន់តូចនិងប្រាសាទតាមាន់គឺស្ថិតនៅតាមបណ្ដោយផ្លូវបុរាណនេះផ្លូវគឺជាប្រព័ន្ធគមនាគមន៍ឬក៏ខ្សែពាណិជ្ជកម្មដ៏សំខាន់តាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្ននេះគឺជាខ្សែធ្វើដំណើរខ្សែដឹកជញ្ជូននៅភោគផលកសិកម្មផ្សេងហើយតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតពីប្រទេសមួយទៅប្រទេសមួយចំពោះផ្លូវបុរាណនៃខ្សែពាយព្យនៃក្រុងអង្គរធំនេះគឺផ្លូវបុរាណនេះគឺមួយផ្នែកគឺមានការបន្តធ្វើដំណើរបន្តប្រើប្រាស់រហូតមកដល់បច្ចុប្បន្នប៉ុន្តែមានផ្នែកខ្លះទៀតគឺមិនបានប្រើប្រាស់នោះទេគឺមានការខូចខាតជាខ្លាំងតាមរយៈសិលាចារឹកប្រាសាទព្រះខ័នដែលបានចារឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7សោយរាជ្យរវាងឆ្នាំ1181ដល់ឆ្នាំ1218ដែលបញ្ជាក់ថាព្រះបាទជ័យវរ្ម័នទី7គឺបានបញ្ជាឲ្យសាងសង់សាសនស្ថានតម្កល់បដិមាព្រះពុទ្ធព្រះពោធិសត្វនិងទេពផ្សេងទៀតជាច្រើននៅក្នុងតំបន់ដែលស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គដែលលាតសន្ធឹងទៅដល់នៅក្នុងសិលាចារឹកនេះផងដែរក៏បានកត់ត្រាអំពីប្រព័ន្ធគមនាគមន៍នាសម័យបុរាណនិងការសាងសង់សាលាសំណាក់មន្ទីរពេទ្យនៅតាមបណ្ដោយផ្លូវទាំងនោះផងដែរនៅតាមបណ្ដោយផ្លូវទិសពាយព្យពីរាជធានីអង្គរទៅក្រុងភីម៉ៃដែលនាងខ្ញុំធ្វើคลิปវីដេអូនៅពេលនេះគឺតាមបណ្ដោយផ្លូវនេះគឺមានស្ពានបុរាណចំនួន32ដែលសាងសង់ឡើងអំពីថ្មបាយក្រៀមលាយជាមួយនឹងថ្មភក់និងមានសាលាសំណាក់ឬក៏ធម្មសាលាតាមបណ្ដោយផ្លូវនេះគឺមានចំនួន17កន្លែងទោះបីជាកំណត់ត្រាដែលតាក់ទងអំពីប្រព័ន្ធគមនាគមន៍សាលាសំណាក់ដែលស្ថិតនៅតាមបណ្ដោយផ្លូវទិសពាយព្យនេះគឺមានកំណត់ត្រាដែលចារនៅក្នុងសិលាចារឹកប្រាសាទព្រះខ័ននាចុងសតវត្សទី12ក៏ពិតមែនប៉ុន្តែតាមរយៈការសិក្សាទៅលើសំណង់ប្រាសាទទីសក្ការៈផ្សេងសហគមន៍មនុស្សរស់នៅស្ថានីយ៍ឡស្លដែកដែលស្ថិតនៅតាមបណ្ដោយផ្លូវបុរាណនេះគឺគេសន្និដ្ឋានបានថាផ្លូវបុរាណនៃទិសពាយព្យតែចេញពីរាជធានីអង្គរទៅកាន់ក្រុងភីម៉ៃប្រហែលជាបានស្ថាបនានិងប្រើប្រាស់តាំងពីមុនរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7មកម្ល៉េះ
ផ្លូវបុរាណទិសពីយប់នេះគឺបានឆ្លងកាត់នៅក្នុងខេត្តសៀមរាបប្រហែលជាឆ្លងកាត់ស្រុកចំនួន4ប៉ុន្តែនាងខ្ញុំធ្វើដំណើរនៅលើផ្លូវបុរាណនៅពេលនេះគឺឆ្លងកាត់តែស្រុកពីរប៉ុណ្ណោះគឺស្រុកអង្គរធំនិងស្រុកអង្គរជុំហើយឥឡូវនេះគឺនាងខ្ញុំបានមកដល់ស្រុកអង្គរជុំហើយគឺស្ថិតនៅភូមិខ្យាឃុំគោកដូងស្រុកអង្គរជុំដោយមកដល់ស្ពានបុរាណចំនួនមួយកន្លែងដែលគេហៅថាស្ពានធ្នាក់ដៃដែលជាស្ពានបុរាណធ្វើអំពីថ្មបាយក្រៀមដែលនៅមិនឆ្ងាយប៉ុន្មានទេពីព្រំប្រទល់ស្រុកអង្គរធំសាមញ្ញចម្លើយធ្វើនេះក្នុងនំកលេនតែតខថាពីនេះកាយមើលនេះតែកោហៅគេនេះតែស្ពានយើងសាក់ងាយនៅគូតាមរយៈផ្លូវបុរាណដែលយើងឃើញទំនប់ដីលើកផ្លូវនេះប្រហែលជាមានទំហំពី15ម៉ែត្រទៅ20ម៉ែត្រហើយនៅសងខាងផ្លូវនេះគឺមានប្រឡាយប៉ុន្តែចាប់ថ្ងៃនេះយើងឃើញថាប្រឡាយមួយចំនួនគឺបាត់ស្លាកស្នាមទៅទាំងសងទៅហើយយើងឃើញស្លាកស្នាមប្រឡាយគឺមាននៅសេសសល់តិចតួចប៉ុណ្ណោះចេញពីស្ពានធ្នាក់ដៃយើងបន្តដំណើរទៅមុខទៀតយើងនឹងទៅដល់ស្ពានមួយទៀតប្រហែលជា1គីឡូកន្លះទៅដល់ស្ពានមួយទៀតដែលគេហៅថាស្ពានថ្មនោះនេះដល់អត់រត់ចាក់ដីក្រៅហើយវិញហ្នឹងចាក់លុកពីនេះទៅក្រាស់នេះយើងខ្លានចំពោះคลิปវីដេអូដែលនេះខ្ញុំបាននាំបងប្អូនមកទស្សនានៃផ្លូវពីយប់នៃរាជធានីអង្គរធំដែលចេញពីក្រុងអង្គរធំទៅកាន់ក្រុងភីម៉ាយនៅពេលនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថានឹងបានជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ